ឯកឧត្តមមីវ៉ាន់រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារនិងលោក Vajat Verma នាយកនៃ Association of Charter Certified ហៅកាត់ថា ACCA ប្រចាំតំបន់អាស៊ីអាគ្នេយ៍បានអញ្ជើញជាអធិបតីនិងជាហត្ថលេខីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ស្ដីពីការកសាងសមត្ថភាពការស្រាវជ្រាវការផ្លាស់ប្តូរព័ត៌មាននិងការបង្កើតបណ្ដាសហការគ្នាក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារឯកឧត្តមមីវ៉ាន់បានមានប្រសាសន៍ថាការអភិវឌ្ឍមូលធនមនុស្សការកសាងបណ្ដាញទំនាក់ទំនងដោយធ្វើកិច្ចសហការនិងកិច្ចសហប្រតិបត្តិការជាមួយនឹងគ្រប់តួអង្គពាក់ព័ន្ធនិងការស្រាវជ្រាវដើម្បីការអភិវឌ្ឍនិងនវានុវត្តន៍បច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារគឺជាអតិភិបនៃរបៀបវារៈគោលនយោបាយនិងយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលក្នុងដំណាក់កាលនៃការចាប់យក Digital សម្ដៅឆ្ពោះទៅការកសាងមូលដ្ឋានគ្រឹះនៃការធ្វើបដិវត្តកម្ម Digital ឯកឧត្តមបន្តថាការចុះអនុស្សរណៈនៃការយោគយល់នេះនឹងរួមចំណែកដល់ការអភិវឌ្ឍសមត្ថភាពនិងស្ថាប័នតាមរយៈការកសាងសមត្ថភាពការស្រាវជ្រាវការផ្លាស់ប្តូរព័ត៌មាននិងការបង្កើតបណ្ដាញសហការគ្នាក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារជាប្រព័ន្ធ Ecology តួអង្គដែលជាក្របខ័ណ្ឌយុទ្ធសាស្ត្រថ្មីមួយទៀតរបស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារលោក Rajit Verma នាយក ACCA ប្រចាំតំបន់អាស៊ីអាគ្នេយ៍បានលើកឡើងផងដែរថា ACCA បានប្រមូលផ្ដុំនៅមូលធនមនុស្សក្នុងវិស័យគណនេយ្យហិរញ្ញវត្ថុនិងសវនកម្មយ៉ាងច្រើនព្រមទាំងមានកិច្ចសហប្រតិបត្តិការជាមួយនឹងអាជ្ញាធរតាមបណ្ដាប្រទេសនានាក៏ដូចជាស្ថាប័នអន្តរជាតិធំៗជាច្រើនដែលអាចមានលទ្ធភាពគ្រប់គ្រងតាមរយៈការផ្ដល់នូវជំនួយបច្ចេកទេសដល់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារក្នុងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុមិនមែនធនាគារសម្ដៅកសាងសមត្ថភាព Digital និងភាពជាអ្នកដឹកនាំ Digital ស្របតាមស្តង់ដារអន្តរជាតិសូមជំរាបជូនផងដែរថា ACCA គឺជាស្ថាប័នវិជ្ជាជីវៈអន្តរជាតិធំមួយដែលទទួលបន្ទុកបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនិងមុខវិជ្ជានានាពាក់ព័ន្ធនឹងគណនេយ្យហិរញ្ញវត្ថុនិងសវនកម្មដែលរួមបញ្ចូលទាំងបច្ចេកវិទ្យាហិរញ្ញវត្ថុដោយវិញ្ញាបនបត្រដែលចេញដោយ ACCA ត្រូវបានទទួលស្គាល់ពីប្រទេសជាង183រួមទាំងកម្ពុជាផងដែរ